នេះមួយបង្ហាញពីការដំឡើង Windows Server 2022 លើ VMware ជាយើងនឹងអនុវត្តលើកម្មវិធី VMware ចូលមកនេះជាយើងចុចលើ Create នេះមក Create New Virtual Machine Typical ចុចលើ Next កន្លែងនេះយើងអត់ជ្រើសរើសនៅកន្លែងinstall this image ទេគឺយើងចុចកន្លែងនេះ I will install the operating system later ចុចនេះ tick លើនេះតើមកយើងចុចលើ next យើង tick លើ Microsoft Windows ហើយជ្រើសរើសយក Windows 2022 ចំពោះ VMware 17វាមាន2022 server 2022និង server 2025សិនជាយើងក្រោមនោះគឺអត់មានអញ្ចឹងយើងចុចលើ next បន្តនេះកន្លែងនេះយើងទុកដដែលទៅចំពោះ location យើងអាចជ្រើសរើសដូចវានេះទៅ try C next កន្លែងនេះយើងដាក់ hard disk space 60G បើយើងចង់បាន file single អាចជ្រើសរើសលើតែយើងអាចចូលក្រោមនេះក៏បានដែរ multiple file ចុចលើ next យើងចូល customize ដើម្បីមកជ្រើសរើស network card នេះយើងយក bridge នេះយើងប្រើ bridge ដើម្បីឲ្យ server របស់យើងឆ្លងទៅ Windows នៅខាងក្រៅឬក៏ machine computer ដែលចង់ចូល server database ឬក៏ web server របស់យើងដែលភ្ជាប់ជាមួយនឹង network IP ដូចគ្នារួចហើយយើងចុចនៅលើ CD-ROM នេះ CD DVD កន្លែងនេះយើង tick use ISO image file យើងជ្រើសរើសយក file នេះជា file ISO យើងបើអត់មាន file ISO យើងអាចតម្លើងលើ VMware បានទេអញ្ចឹងយើងមាន file ISO ហើយយើង complete កន្លែងនេះ connect add power on ឲ្យវាបើកជា power on close ចុច finish តើមកយើងចុចលើ play នេះម្ដងនេះគឺយើងចុច enter ដើម្បីឲ្យវាចូលទៅយើងអត់ចុច enter វាអត់ install ចូលទៅ Windows ទេយើងចុច enter 2 ដង 3 ដងមកអញ្ចឹងវា reboot ចូលទៅ Windows Server ដើម្បី install នេះយើង tick លើ next ចុច install now កន្លែងលើនេះយើងអាចជ្រើសរើសយកចុងគេ import នេះ data center evaluate desktop ចុចកន្លែងនេះមកចុចបើយើងជ្រើសរើសយកខាងលើវាអាចមិនប្រើជា desktop តែយើងយក desktop ងាយស្រួលប្រើចុចលើ next ចុចលើ accept next ទៀតបើសិនយើង upgrade លើ machine computer server របស់យើងជ្រើសរើស upgrade ដំឡើងថ្មីជ្រើសរើស custom នេះកន្លែងនេះខ្ញុំចែកត្រាយជា2ទៅជាងយក 30G ត្រាយ C ហើយ Solman គឺយើងយកត្រាយ D thì យើងមាន2ត្រាយពេលយើង install គឺ install ដាក់លើត្រាយ C ចុចលើ next យើងវាចាប់ដើមដំឡើងរយៈពេល 4-5 នាទីជាងដំឡើងបានបញ្ចប់
វានឹង restart យើងចុចលើ restart now មកជាងវាចាប់ដើមចូលទៅលើ interface Windows Server កន្លែងនេះយើងដាក់ password ចំពោះការដាក់ password យើងដាក់ password ឲ្យវាខ្លាំងតិចមកនេះខ្ញុំដាក់ password ឲ្យខ្លាំង Windows Server ត្រូវការ password ខ្លាំងអូខេយើងដាក់ខ្លីតិច$ចេះដាក់ password add 2026 $add 2026 $. The password is not much ខ្លីពេក$. add 2026 $. add 2026 $. អូខេ password យើងដាក់តិចពេកវាអត់ស្គាល់ជាយើងបានដាក់ password ជា administrator រួចហើយ password នេះpassword គឺយើងដាក់ឲ្យមាន special character បើវាទទួលយើងដាក់ធម្មតាគឺវាអត់ទទួលទេចំពោះ Windows Server យ៉ាងឡើយនេះយើងចុច control ឲ្យវាឲ្យចុច lock unlock control alt delete control alt delete យើងអាចចុចលើនេះមកទៅអូខេនេះចឹងយើងអាច log ចូលហើយមិញ password នេះ add 2026 $. អូខេចឹងវាចូលទៅ Windows Server បានដំឡើងរួច Windows Server ឥឡូវនេះយើងចុចលើ yes ដើម្បីវាចូលភ្ជាប់ជាមួយនឹង network ចឹង Windows Server របស់យើងបានដំឡើងរួចហើយយើងមើលនៅក្នុងកន្លែងនេះយើងចុចនេះជា file source អូខេជាយើងបាន
install Windows Server យើងអាចមើល IP IP config អូខេនេះជា IP for Windows Server យើងនឹកIP នេះដាក់ IP class A អូខេចឹងយើងបានដំឡើងបានបញ្ចប់អូខេអរគុណជួយ Subscribe អ្នកមួយ